นิยมรีวิวมี CI Hawk Switch ไหม AWD បាទអញ្ចឹងសម្រាប់ឡាននេះគឺជាប្រភេទតាម stock ថ្មី026បងប្អូនបាទចាំលេខ026ដែលមាន option AWD ប៉ុង2ហ្នឹងវាផ្លាយកន្លែងណាបាទអញ្ចឹងយើងសាកដំបូងចាប់ពីផ្នែកខាងមុខបាទអញ្ចឹងកាមេរ៉ាជួយបង្ហាញគ្រប់ភាពសិនទៅបាទសម្រាប់ផ្នែកខាងមុខគឺនៃពណ៌របស់វាក៏មានន័យផ្លាយខុសពី025ច្រើនខ្លាំងដែរទីមួយវាខុសទៅលើប៉ាណាបងប្អូនបាទប៉ាណាគេធ្វើជាមានសម្រាប់ប្តេចេញវិញបាទ sensor អីមានដូចគ្នាទាំងអស់នេះ radar cruise control បាទបណ្ដឹងតាមឡានខាងមុខអីមានកាមេរ៉ាបែបអីដូចគ្នាទាំងអស់បងប្អូនបែបជាង LED ភ្លើងចុះឡើងអីក៏មានដូចគ្នាដែរបាទហើយបើផ្នែកចំហៀងក៏នៅតែដូច025ដូចគ្នាបងប្អូនបាទបងប្អូនអាចមើលបាននេះរង្វង់កង់របស់នេះ20បាទហើយយើងចូលមកផ្នែកចំហៀងបាទផ្នែកចំហៀងសម្រាប់ណា CX60 026នេះបងប្អូនមើលការ design គឺប្រភេទ SUV ហើយមានភាពធំទូលាយបាទមានភាពធំទូលាយជាក្តោបអូតូ Black Sport កាមេរ៉ាបែប60អីមាននេះ scan បាទយើងមានសារទេយើងដាក់ក្នុងដៃអញ្ចឹងវាអូតូ lock ក្តោបកញ្ចក់អីហើយបើសិនជាបងមានសារនៅខ្លួនបងមិនបាច់ចុចនេះគាត់តែលុបដាក់មកវា scan unlock ខ្លួនឯងខ្ញុំបង្ហាញជូនបងប្អូនទៀតគឺយើងមកចំហៀងខាងហ្នឹងឯងកាមេរ៉ាជួយចាប់បន្តិចមកគឺច្រើនបងតែងតែសួរថា CX60ផលិតមកពីប្រទេសណានេះបងប្អូន made in Japan អញ្ចឹងសម្រាប់ឡានដែលយើងនាំចូលមកផ្ទាល់នេះគឺផលិតនឹងដំឡើងមកពីជប៉ុនផ្ទាល់តែម្ដងបាទគុណភាពបងប្អូនដឹងទេសម្រាប់ឡានជប៉ុនអញ្ចឹងយើងមកផ្នែកខាងក្រោយកាមេរ៉ាជួយចាប់ឲ្យពេញទៅក្នុងឡានសិនទៅបាទផ្នែកខាងក្រោយ CX60 នេះចេញមកគឺរបៀប premium របៀបស្អាតខ្លាំងតែម្ដងស្អាតក៏ពណ៌មិនថាពណ៌សពណ៌ខ្មៅទេបងប្អូនខាងក្រោមនេះគឺដាក់ Sky Active G អញ្ចឹងសម្រាប់ Sky Active បងប្អូនប្រកាសជាឃើញនៅគ្រប់ឡាន Mazda មានទាំងអស់ Sky Active គឺជាបច្ចេកវិទ្យាផ្ដាច់មុខរបស់ក្រុមហ៊ុនជប៉ុន Mazda ដែលធ្វើឲ្យឡានរត់ទៅ smooth បាទចូលលេខបានលឿនកាត់បន្ថយផ្សែងពុលក្នុងបរិយាកាសហើយជាមួយនឹងកាត់បន្ថយការស៊ីសាក់ហើយសម្រាប់ G មកពី gasoline បាទសម្រាប់ gasoline គឺជាប្រភេទឡានប្រើសារហើយបើបងប្អូនមើលខាងឆ្វេងនេះបាទសម្រាប់ CX60 កន្លែងនេះគឺដាក់ AWD តំណាងឲ្យពី all wheel drive គឺជាប្រភេទឡានប៉ុង2បាទអញ្ចឹងមានប៉ុង2ជួយខាងមុខខាងក្រោយអញ្ចឹងស្រាប់បងដែរទៅផ្លូវទៅមុខផ្លូវបងហើយខាងក្រោយយើងក៏មាន sensor បញ្ជុំឡានដូចគ្នាសម្រាប់គ្រប់ខាងក្រោយនេះខ្ញុំបង្ហាញជូនបងប្អូនថានេះយើងបើកយើងឆ្លងរបៀបយើងចុចកន្លែងនេះក៏បានចុចទៅ smart key បានចុចខាងក្នុងក៏បានឬក៏យើងមាន smart key នៅជាប់ខ្លួនអញ្ចឹងយើងប្រើកាបៀជើងបាទវាជើងបិទបានខ្លួនអូតូតែម្ដងបាទហើយសម្រាប់គ្រប់ខាងក្រោយនេះបងប្អូនមើលទៅពលាខ្លាំងមកបាទខ្លាំងមែនហើយមកមួយកម្រាលជើងនេះមានទាំងអស់បងប្អូនបាទអញ្ចឹងយើងបង្ហាញខាងក្រោយប៉ុណ្ណឹងសិនអូខេអញ្ចឹងកាមេរ៉ាសូមទៅមើលខាងក្នុងបាទមើលខាងក្នុងអូខេអញ្ចឹងសម្រាប់ខាងក្នុងបងប្អូនអាចមើលបានសិតតែស្បែកទាំងអស់កន្លែងនេះណាសិតតែស្បែកហើយនេះស្បែកពណ៌ខ្មៅលាយគ្នារៀងពណ៌ទឹកមាសទៀតបាទចេញមករៀងបណ្ឌិតឲ្យផ្ចិតផ្ចង់សម្រាប់ CX60 មកគ្រឿងនេះហើយបើយើងមើលផ្នែកចំហៀងកន្លែងនេះការដេកបាទយើងមានប៊ូតុង option ជាច្រើនក្នុងនេះមាន option ជាច្រើនcounter digital មាន head up display slide counter មាន screen ដែលមានកំប៉ុងធំជាមួយនឹង face recognition sensor scan មុខគឺមានច្រើនអញ្ចឹងមកកាមេរ៉ាចូលខាងក្នុងមកយើងបង្ហាញ option លម្អិតអូខេបងប្អូនឥឡូវយើងចូលមកដល់ផ្នែកខាងក្នុងនៃ Mazda CX-60 026យើងហើយបាទអញ្ចឹងខ្ញុំបញ្ឆេះជូនបងប្អូនមើលតែម្ដងបាទសម្រាប់បច្ឆេះគឺនេះបងប្អូនអាចមើលបានណា counter digital ទាំងអស់បាទហើយអ្វីដែលពិសេស option សម្រាប់ CX-60 នេះគឺមានច្រើនខ្លាំងមែនតើខ្ញុំចូលទៅ option ដែលបងប្អូនមួយចំនួនប្រហែលជាអត់ដឹងទេបំពាក់ទៅលើរថយន្ត Mazda CX-60 នេះទីមួយគឺយើងហៅថា face recognition អញ្ចឹងបងប្អូនចង់ដឹងថា face recognition ហ្នឹងអីគេសម្រាប់ face recognition ហ្នឹងគឺជា option ដែល sensor កាមេរ៉ាឡើយនេះយើងចាប់សម្គាល់មុខអ្នកបើកបរតែម្ដងវាជំនួយច្រើនទី1នៅពេលដែលយើងចូលមកឡានយើងមិនចាំបាច់ស្រែចកូតឬក៏កៅអីកញ្ចក់អីទេវាអូតូ adjust scan តាមមុខដែលយើង drop set តែម្ដងចំណុចទី2ពាក់ព័ន្ធទៅលើ driver attention alert នៅពេលដែលបងប្អូនជិះរៀងងោកអត់ស្មារតីក្នុងការបើកបររៀងស្វឹងស្រាឬក៏ងាកឆ្វេងងាកស្ដាំអីឲ្យបានមើលផ្លូវអីគឺ sensor នេះនឹងចាប់ alert ប្រាប់យើងភ្លាមអញ្ចឹងខ្ញុំចូលទៅស្រែជូនបងប្អូនមើលយើងចូលមកកន្លែង screen នេះមកយើងចូលទៅក្នុង setting បាទនេះខ្ញុំចូលរៀងលឿនបន្តិចណាបងប្អូន add new driver បាទចុច OK អញ្ចឹងក្នុងនេះចំណុចលយវិញទៀតគាត់ថាវាសួរថាយើងកម្ពស់ប៉ុន្មានដូចខ្ញុំកម្ពស់1.7 ម៉ែត្រអញ្ចឹងនៅពេលដែលយើងចុច1.7 ម៉ែត្រយើងចុច start នៅពេលដែលចុច start ទៀតកាមេរ៉ាជួយចាប់ទៅ
จะโค้ดบ่าจะโค้ดcái việc adjust ខ្លួនឯងមកស្បែកកញ្ចក់ចំហៀងឲ្យវាស្រែខ្លួនឯងទាំងអស់ហ្មងនេះញ៉ាំមានបានធ្វើអីណាបងប្អូនបាទវាស្រែខ្លួនឯងទាំងអស់ហ្មងអាហ្នឹងចំណុចដែលលយហើយទំនើបនិងផ្ដល់សុវត្ថិភាពខ្ពស់ចូលអតិថិជនអញ្ចឹងនៅពេលដែលយើងស្រែប៉ុណ្ណឹងហើយគឺវា adjust ឲ្យយើងមើលគ្រប់មុំផ្នែកចំហៀងគ្រប់ឡានទាំងអស់ហ្មងអញ្ចឹងយើងចុច save បាទចុច save មកអញ្ចឹងថ្ងៃក្រោយនៅពេលដែលគ្រាន់តែបងចូលមកក្នុងឡានគឺវាអូតូស្រែចកោតឲ្យយើងស្រែអីមកស្អាតមកស្រួលយើងមើលផ្លូវបើកបរដោយមានសុវត្ថិភាពតែម្ដងអានឹងចំណុចដែលខ្ញុំជំរាបជូនបងប្អូនថាវាទំនើបហើយវាលយហើយចំណុចបន្តមកទៀតខ្ញុំចង់ update កន្លែងដែលគេ update នៅលើ026នេះគឺ all wheel drive all wheel drive នេះកាមេរ៉ាបង្ហាញឡើងនេះបាទសម្រាប់ all wheel drive កន្លែងនេះយើង MI drive មកពីពាក្យថា Mazda Intelligent Drive ក្នុងនេះយើងពីមុនយើងមានតែ2 mode ទេ Sport និង Normal ឥឡូវយើងមានរហូតដល់3 mode គឺ off road មួយទៀតអញ្ចឹងយើង select ក្នុងនេះបានពេលដែលខ្ញុំ select ទៅនេះកាមេរ៉ាចាប់កន្លែង counter បាទនេះយើងមានរហូតដល់3 mode យើងមាន off road មួយទៀតអញ្ចឹងក្នុងនេះសម្រាប់បងដែលប្រើទៅផ្លូវ off road ក៏យើងអាចប្រើបានបាទយើងប្រើនៅផ្លូវ normal យើងប្រើទូទៅធម្មតាក៏បានបងចង់លឿនស្ទុះខ្លាំងយើងចូល sport បាទអញ្ចឹងមានរហូតដល់3 driving mode ជូនបងប្អូនបាទហើយបន្ទាប់មកទៀតខ្ញុំសូមបង្ហាញកន្លែងនេះទៀតខ្លាចបងប្អូនមើលអត់ដឹងបាទគឺនេះលេខ0បងប្អូនមើលឃើញទេបាទយ៉ាខ្ញុំសុំសិនបាទកន្លែងលេខ0នេះបាទនេះបងប្អូននេះលេខ0នេះអញ្ចឹងសម្រាប់លេខ0នេះគឺ head up display នៅពេលដែលកុងទ័របងរត់លេខប៉ុន្មានគឺវាបង្ហាញក្នុងដូចគ្នាហើយសម្រាប់ស៊េរីថ្មីចុងក្រោយនេះវាបង្ហាញតាំងពីចាប់កន្លងផ្លូវ map navigation អីគឺបង្ហាញក្នុងនឹងទាំងអស់បាទអញ្ចឹងគឺផ្ដល់ភាពងាយស្រួលជូនបងខ្លាំងមែនទែនហើយសម្រាប់មកជាប់ឡាន option ដែលមានបន្ថែមទៀតហ្នឹងគឺកាមេរ៉ា360បាទប្រព័ន្ធទប់ចោះចំណោទក៏មានខ្ញុំភ្លេចចុចឲ្យបងប្អូនមើលបាទកាមេរ៉ា360ប្រព័ន្ធទប់ពេលចោះចំណោទអីមានបាទប្រព័ន្ធ radar ចាប់បដិញតាមឡានខាងមុខចាប់កន្លងផ្លូវ option ទំនើប Frank Auto មានទាំងអស់បាទ play ហ្មងសម្រាប់ CX60 នេះហើយនេះកាមេរ៉ាបងប្អូនមើលទៅច្បាស់ខ្លាំងមែនទែនបាទកម្រិត 4K តែម្ដងគឺច្បាស់ខ្លាំងហើយពាក់ព័ន្ធទៅលើប្រអប់លេខខ្ញុំភ្លេចប្រាប់បងប្អូនប្រអប់លេខនេះគឺ design មកស្អាតហើយប្រភេទជាប្រអប់លេខអូតូ8វាអូតូបូកលេខដៃអញ្ចឹងអានេះគឺជា option មួយចំនួនរបស់ Mazda CX60 026 all wheel drive បាទអូខ្ញុំភ្លេចជំរាបជូនបងមួយទៀតនៅខាងលើបងអាចកាមេរ៉ាបង្ហាញទៅមើលបាទយើងបើកពីខាងមុខដល់ខាងក្រោយតែម្ដងបាទអញ្ចឹងឡាននេះគឺមានទាំងអស់ដបកញ្ចក់ឲ្យយើងបិទបានណាព្រោះដោយសារឡានមួយចំនួនឥឡូវនេះខ្ញុំឃើញបើកដបកញ្ចក់អញ្ចឹងវាអត់មានអីបិទនេះទេអញ្ចឹងពេលជិះក្រៅថ្ងៃអីវាក្តៅខ្លាំងដែរតែឡាននេះយើងចង់បិទក៏បានយើងចង់បើកក៏បានអាហ្នឹងទៅតាមជំរឿជូនបងប្រើហើយសម្រាប់ option ក្នុងឡានក៏ដូចគ្នាចង់បើកក៏បានចង់បិទក៏បានមិនយើងអត់កន្លែងបិទទេណាបិទបើកបានទាំងអស់អញ្ចឹងនេះគឺជាចំណុចមួយចំនួនធំហ្មងបងប្អូនសម្រាប់ Mazda CX60 AWD all wheel drive 026អញ្ចឹងបើសិនជាបងចាប់អារម្មណ៍ចង់ដឹងព័ត៌មានបន្ថែមពាក់ព័ន្ធទៅលើរថយន្តមិនថាទិញដាច់ឬក៏បងរំលោះអាចតាក់ទងមកខ្ញុំវឌ្ឍនាតាមលេខទូរស័ព្ទដែលខ្ញុំដាក់នៅលើអេក្រង់នេះណាខ្ញុំនឹង detail លម្អិតជូនបងប្អូនទាំង spec ឡាន option បាទភាពទំនើបនិងការប្រើប្រាស់ឡានជាមួយនឹងតាក់ទងទៅលើការទិញជាទឹកប្រាក់សុទ្ធឬក៏បងរំលោះឲ្យអាចភាសាមួយគ្នាបានបាទអរគុណ